chứ một mơ ạt cầm băng đầy nẹt đằngពីលោក Zuckerberg Mark Zuckerberg ត្រូវបានគេស្គាល់ថាជាស្ថាបនិក Facebook ដែលកំពុងតែពេញនិយមខ្លាំងលើពិភពលោកជាពិសេសសម្រាប់យុវវ័យតែម្ដងនៅក្នុងជីវិតរបស់មហាសេដ្ឋីវ័យ30ឆ្នាំរូបនេះមានរឿងរ៉ាវជាច្រើនដែលមិត្តអ្នកអានមិនបានដឹងហើយមានមនុស្សជាច្រើនចង់ដឹងឲ្យកាន់តែច្បាស់ពីឆន្ទៈដ៏អស្ចារ្យនេះខាងក្រោមនេះគឺជារឿងអាថ៌កំបាំងមួយចំនួនប្រហែលមានមិត្តអ្នកអានមួយចំនួនមិនធ្លាប់ដឹងពី Mark Zuckerberg ទីមួយនោះគឺពីការពណ៌ស្ថាបនិក Facebook រូបនេះមិនអាចមើលពណ៌ក្រហមបៃតងបានទេហើយនេះក៏ជាមូលហេតុសំខាន់ដែល Facebook ត្រូវបានគេរចនាឡើងដោយប្រើពណ៌ខៀវទីពីរនោះគឺអាចនិយាយបានច្រើនភាសា Mark Zuckerberg អាចនិយាយបាន5ភាសាគឺភាសាអង់គ្លេសភាសាHebrew ភាសាឡាតាំងភាសាបារាំងនិងភាសាក្រិកបុរាណដូច្នេះហើយវាមិនមានជាបញ្ហាធំសម្រាប់រូបលោកក្នុងការស្វែងយល់ឬទំនាក់ទំនងនោះទេទី3គឺគ្មានពេលវេលាមើលទូរទស្សន៍មហាសេដ្ឋីវ័យក្មេង30ឆ្នាំនេះតែងតែរវល់ជាមួយនឹងការងាររបស់ខ្លួនជានិច្ចហើយរូបលោកគ្មានពេលវេលាណាដើម្បីតាមដានឬមើលកម្មវិធីផ្សេងៗតាមទូរទស្សន៍ឡើយទី4ខ្លាចឆាកតាំងពីដើមមករូបលោកមិនចូលចិត្តវេទិកាសាធារណៈនោះទេព្រោះគ្មានទំនុកចិត្តហើយតែងតែភ័យពេលនិយាយម្ដងទី5គឺចូលចិត្តតន្ត្រីខ្លាំងមិនខុសពីមនុស្សទូទៅនោះទេ Zuckerberg ក៏ជាមនុស្សងល់នឹងតន្ត្រីផងដែរហើយតារាចម្រៀងជាច្រើនដែលលោកពេញចិត្តដូចជាតារាស្រី Lady Gaga តារាប្រុស Jay-Z និងតារាស្រី Shakira ជាដើមទី6នោះគឺចូលចិត្តអានសៀវភៅហ្គេមដែល Zuckerberg ចូលចិត្តអានបំផុតនោះគឺមានឈ្មោះថា End the Game Mark Zuckerberg ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Facebook បានកើតនៅថ្ងៃទី15ខែមិថុនាឆ្នាំ1984នៅក្នុងក្រុង White Plains រដ្ឋ New York លោកជាអតីតនិស្សិតមហាវិទ្យាល័យ Harvard ជាកន្លែងដែលលោកបានសិក្សាជំនាញបណ្ដាញសង្គម Social Networkសូមបញ្ជាក់ថាគិតមកដល់ពេលបច្ចុប្បន្ននេះបណ្ដាញសង្គម Facebook មានគណនីចំនួន 1.28 លាននាក់ខណៈដែលបុគ្គលបានកើនឡើងដល់ជាង 6,800 នាក់ថ្មីនេះក្រុមហ៊ុន Facebook បានប្រកាសថាប្រាក់ចំណេញរបស់ខ្លួនបានកើនឡើង3ដងគឺដល់ទៅជាង$642 លាននៅត្រីមាសទី1បាទសូមអរគុណ